គម្រោងអភិវឌ្ឍទំនប់អាងស្តុបទឹកលេខ2សម្រាប់ការកសាងបាន40%គម្រោងអភិវឌ្ឍទំនប់អាងស្តុបទឹកលេខ2អាចមានសមត្ថភាពស្តុបទឹកបានប្រមាណ860លានម៉ែត្រគូបនិងក្លាយជាអាងស្តុបទឹកដែលធំជាងគេនៅកម្ពុជាមានទីតាំងស្ថិតនៅលើស្ទឹងប្រមយឃុំរកាត់ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ទំនប់អាងស្តុបទឹកលេខ2នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់មួយចំនួនរួមមានទី1អាចស្តុបទឹកបាន860លានម៉ែត្រគូបនិងអាចស្រោចស្រពលើផ្ទៃដីចំនួន262,500 ហិកតាដែលនឹងផ្ដល់ទឹកប្រើប្រាស់គ្រប់គ្រាន់ពង្រឹងវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំងនិងរដូវវស្សាទី2កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមកទី3បញ្ជាបាននូវការខូចខាតប្រព័ន្ធធារាសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជំនន់និងទី4ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលគិតត្រឹមចុងខែវិច្ឆិកាឆ្នាំ2025គម្រោងនេះបានសម្រេចប្រមាណ 40% ដោយបានចាប់ផ្ដើមអនុវត្តក្នុងខែមករាឆ្នាំ2025ហើយនឹងគ្រោងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ2027